ប៉ានិយាយការពិតមែនទេមែនហើយនេះជាពូជស្មៅខ្លាតាមនឹងរីកខ្ញុំអាចព្យាបាលភ្នែករបស់បងប្រុសខ្ញុំតើអ្នកកំពុងព្យាយាមបញ្ឆោតអ្នកណាយើងបានប្រើឱសថដ៏មានតម្លៃជាច្រើនប៉ុន្តែវានៅតែមិនអាចព្យាបាលបានគ្រាប់ពូជដែលខូចទាំងនេះមានប្រសិទ្ធភាពជាងអស្ថកុមរនិងកម្រប៉ាមានបញ្ហាអ្វីប៉ានឹងមិនលេងជាមួយអ្នកទេ Cher ប៉ាដែលនិយាយថាអាប៉ាវជីកស្មៅយកគ្រាប់ពូជទាំងនេះទៅផ្ទះហើយដាំវានៅក្នុងទីធ្លារបស់អ្នកទេខូចនៅកណ្ដាលបន្ទាប់មកអ្នកនឹងដឹងថាខ្ញុំនិយាយត្រូវបងប្រុសកុំស្រែកខ្ញុំប្រាប់អ្នកថាឪពុកម្ដាយរបស់អ្នកជឿអ្នកខ្ញុំមិនជឿទេរួចរាល់ហើយបងប្រុសរបស់ខ្ញុំគឺអស្ចារ្យណាស់ខ្ញុំបានប្រាប់អ្នកកុំឲ្យស្រែកហេតុអ្វីផូចង់នោមសូមឲ្យ Take Your Talent ពន្លកយ៉ាងឆាប់រហ័សហើយអ្នកបានធ្វើរឿងឆ្កួតគ្រួសារយ៉ាវសងប្រាក់វិញលោកយ៉ាងថៃនេះមកដល់ទៀតហើយគ្រួសារយ៉ាវជំពាក់បំណុលគេហើយមិនព្រមសងអ្នកត្រូវតែធ្វើការសម្រេចចិត្តសម្រាប់ខ្ញុំយ៉ាងជីបានយល់ព្រមសងប្រាក់វិញក្នុងរយៈពេល3ថ្ងៃវាទើបតែតិចជាង1ថ្ងៃប៉ុណ្ណោះខ្ញុំជាម្ចាស់បំណុលខ្ញុំមានពាក្យចុងក្រោយថាប៉ុន្មានថ្ងៃត្រូវសងលុយវិញថ្ងៃនេះលេយ៉ងតើអ្នកចង់សងលុយវិញទេយកស្រីជាវត្ថុបញ្ចាំបំណុលយ៉ាងម៉េចដែរ